ចំណងជើងខ្លាចិញ្ចឹមកូនមនុស្សកាលពីយូរយារមកហើយនៅជីភ្នំដ៏ស្ងប់ស្ងាត់មួយមានព្រៃធំស្រស់ស្អាតពោពេញដោយសត្វតូចធំរស់នៅជាមួយគ្នាដោយសុខសាន្តនៅកណ្ដាលព្រៃនោះមានខ្លាមួយឈ្មោះក៏ខ្លាដុំក៏ដែលគេគោរពខ្លាចគ្រប់គ្នាព្រោះវាមានកម្លាំងខ្លាំងនិងសម្លេងគួរឲ្យភ័យថ្ងៃមួយខណៈខ្លាដុំកំពុងដើរប្រមាញ់អាហារវាបានឮសំឡេងទារកយំលឺចេញពីក្រោមដើមឈើធំមួយខ្លាដុំឈប់ស្ដាប់ហើយនឹកក្នុងចិត្តថាសំឡេងនេះមិនមែនសត្វទេមើលទៅដូចជាកូនមនុស្សវាដើរចូលទៅជិតហើយឃើញទារកម្នាក់ត្រូវបានទុកចោលក្នុងកន្ត្រកតូចខ្លាដុំមើលទៅមុខទារកដែលកំពុងយំដោយភាពភ័យខ្លាចទោះបីជាវាជាសត្វសាហាវក៏ដោយបេះដូងរឹងមាំរបស់វាក៏រលាយដោយមេត្តាបើខ្ញុំទុកគេទៅទីនេះគេប្រកាសជាស្លាប់អូខ្លាដុំនឹកឡើងចុងក្រោយវាបានសម្រេចចិត្តយកទារកនោះត្រឡប់ទៅរូងរបស់វាចាប់ពីថ្ងៃនោះមកខ្លាដុំបានចិញ្ចឹមកូនមនុស្សនោះដូចជាកូនខ្លារបស់វាដាក់ឈ្មោះឲ្យក្មេងនោះថាបដារាឆ្នាំកន្លងទៅតារាបានធំឡើងក្នុងព្រៃគេរៀនដើរលឿនដូចខ្លារៀនស្គាល់សំឡេងសត្វនិងរៀនរស់នៅជាមួយធម្មជាតិប៉ុន្តែតារាមិនអាចក្លាយជាខ្លាពិតប្រាកដបានទេព្រោះគេជាមនុស្សថ្ងៃមួយតារាសួរខ្លាដុំថាឪពុកខ្លាហេតុអ្វីខ្ញុំមិនមានរោមដូចអ្នកហេតុអ្វីខ្ញុំមិនមានក្រញាំមុតខ្លាដុំនឹកស្រមៃយូរមុននឹងឆ្លើយថាកូនមិនមែនជាសត្វខ្លាទេកូនជាមនុស្សខ្ញុំបានរកឃើញកូននៅក្នុងព្រៃហើយសម្រេចចិត្តចិញ្ចឹមកូនដោយសារខ្ញុំមិនអាចទុកឲ្យកូនស្លាប់បានទេតារាភ្ញាក់ផ្អើលប៉ុន្តែមិនខឹងឡើយគេនិយាយថាទោះខ្ញុំជាមនុស្សក៏ដោយអ្នកនៅតែជាឪពុកខ្ញុំគឺមួយថ្ងៃក្រោយមកមានអ្នកប្រមាញ់ពីភូមិជិតព្រៃបានចូលមកបាញ់សត្វពួកគេឃើញតារាហើយភ្ញាក់ផ្អើលណាស់ដែលឃើញក្មេងរស់នៅជាមួយខ្លាពួកគេចង់ចាប់តារាត្រឡប់ទៅភូមិខ្លាដុំឈរពីតារាដោយសំឡេងក្រហមខ្លាំងប៉ុន្តែតារាបានដើរចេញមុខហើយនិយាយទៅកាន់អ្នកប្រមាញ់ថាសូមកុំបាញ់ឪពុកខ្ញុំគាត់បានសង្គ្រោះជីវិតខ្ញុំនិងចិញ្ចឹមខ្ញុំដោយមេត្តាអ្នកប្រមាញ់ញើដូច្នេះក៏អាណិតចិត្តពួកគេសម្រេចមិនបាញ់ខ្លាហើយប្រាប់តារាថាគេអាចត្រឡប់ទៅរស់នៅជាមួយមនុស្សបានតារាមើលទៅខ្លាដុំទឹកភ្នែករលាយឪពុកខ្ញុំគួរត្រឡប់ទៅរកមនុស្សដើម្បីស្គាល់ជីវិតខ្ញុំប៉ុន្តែខ្ញុំនឹងមិនភ្លេចអ្នកឡើយទេខ្លាដុំឆ្លើយដោយសំឡេងទន់ភ្លន់ទៅចុះកូនមនុស្សត្រូវរស់នៅជាមួយមនុស្សតែចងចាំថាមេត្តាករុណាគឺអ្វីដែលធ្វើឲ្យយើងជាគ្រួសារតារាបានត្រឡប់ទៅភូមិ